ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសឲ្យប្រើជាផ្លូវការហើយនៅថ្ងៃទី25ខែឧសភាឆ្នាំ2026ដោយព្រះរាជក្រមចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាច្បាប់ស្ដីពីកាតព្វកិច្ចយោធាត្រូវបានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីចាត់ទុកជាការបណ្ដុះស្មារតីនិងមនសិការស្នេហាជាតិដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិយោងតាមសម្ដេចធិបតីគោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធាគឺការកសាងនៅសង្គមមួយដែលប្រកបទៅដោយធនធានមនុស្សដែលមានវិន័យសីលធម៌សមត្ថភាពមនសិការស្នេហាជាតិខ្ពស់មានភាពអង្អាចក្លាហានមានឆន្ទៈមោះមុតនិងត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិដោយឥតលក្ខខណ្ឌសម្ដេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានគូបញ្ជាក់ច្បាស់ថាសមត្ថភាពការពារជាតិនៃប្រទេសមួយមិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធនិងឧបករណ៍ទំនើបប៉ុណ្ណោះទេប៉ុន្តែប្រទេសជាតិមួយដែលខ្លាំងក្នុងវិស័យការពារជាតិគឺដោយសារតែមានកងទ័ពដែលពោពេញទៅដោយភាពអង្អាចក្លាហានមោះមុតនិងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌហើយដោយមានប្រជាពលរដ្ឋនៅពីក្រោយក្នុងន័យនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជនប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាពចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថានោះគឺជាកិត្តិយសដ៏ឧត្តមឧត្តមដែលខ្លួនបានវឹកហាត់ចំណេះជំនាញមួយដ៏មានសារៈសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនៅពេលណាដែលជាតិត្រូវការជំនួសឲ្យការព្រួយបារម្ភពីការខូចខាតផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអំឡុងពេលនៃការចូលបំពេញកាតព្វកិច្ចយោធាសម្ដេចធិបតីនាយករដ្ឋមន្ត្រីចាត់ទុកបទពិសោធន៍នឹងការឈឺចាប់រយៈពេល1ឆ្នាំចុងក្រោយនេះថាជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវតែត្រៀមខ្លួនដើម្បីជួយជាតិតាមរយៈការប្រែក្លាយស្មារតីស្នេហាជាតិឲ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយនិងត្រៀមលក្ខណៈជាសាច់ដើម្បីជួយប្រទេសជាតិនៅពេលដែលជាតិត្រូវការ